សូមគ្រប់ចំពោះបងប្អូនប្រុសស្រីទាំងអស់ដោយសេចក្តីរាប់អានដ៏ជ្រាលជ្រៅថ្ងៃនេះការលើកយកនៅចំណុច4យ៉ាងដែលប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខនិងដើម្បីសេចក្តីចម្រើនហើយក៏ដើម្បីវឌ្ឍនភាពគ្រប់យ៉ាងដែលបងប្អូនកូនក្មួយអាចនឹងធ្វើការយល់ដឹងបានចំណុច4យ៉ាងដែលត្រូវលើកយកមកថ្ងៃនេះទី1គឺបងប្អូនត្រូវស្ដាប់ត្រូវសិក្សាទទួលយកនៅព័ត៌មានទាំងឡាយពីជុំវិញបរិបទនៃការរស់នៅរបស់បងប្អូនបានច្រើននឹងជាចំណុចសំខាន់ណាទី1ទី2បងប្អូនត្រូវត្រួតត្រាត្រេះរិះពិចារណាឲ្យបានល្អមិនរាល់ព័ត៌មានឬដំណឹងដែលទទួលបានវិជាដែលទទួលបានហើយប្រកាសថាល្អសម្រាប់ការអនុវត្តក្នុងដំណើរជីវិតទេទី3បងប្អូនត្រូវចេះសាកសួរដើម្បីស្វែងយល់រកការវិភាគវិនិច្ឆ័យដ៏ត្រឹមត្រូវដែលជាផ្លូវឆ្ពោះទៅរកការងារដ៏ល្អនិងជោគជ័យបានដោយវិប័យអញ្ចឹងក៏ត្រូវចេះជ្រើសរើសមើលថាបុគ្គលណានោះដែលគួរដល់ការសាកសួរនៅឬក៏ប្រឹក្សានៅកិច្ចការងារដែលយើងកំពុងមានការវិភាគវិនិច្ឆ័យនឹងប្រទៅដោយល្អបានព្រោះការជ្រើសរើសមនុស្សដែលគួរដល់ការប្រឹក្សាបានត្រឹមត្រូវនេះដែរហើយទី4គឺបងប្អូនត្រូវរៀនកត់ត្រាចំណាំទុកនៅអ្វីដែលបានវិភាគវិនិច្ឆ័យសន្និដ្ឋាននោះបានត្រឹមត្រូវល្អហើយទុកជាមេរៀនដ៏ថ្លៃថ្លាសម្រាប់បងប្អូនទៅថ្ងៃអនាគតក្នុងការអនុវត្តកិច្ចការងារដែលជាប្លង់ផែនការសម្រាប់ជីវិតអញ្ចឹងការរៀបចំជាដំបូងគឺផែនការជីវិតហើយនេះឯងនេះគឺជាការរៀបចំគំនិតរបស់បងប្អូនកូនក្មួយប្រុសស្រីក្នុងថ្ងៃជាដំបូងសូមអរគុណ